សិស្សនឹងរៀនអំពីសារៈសំខាន់នៃការបរិភោគអាហារឲ្យបានគ្រប់គ្រាន់សិស្សក៏នឹងសិក្សាអំពីសារជាតិចិញ្ចឹមសំខាន់មួយចំនួនដែលត្រូវការអំឡុងពេលពេញវ័យដូចនេះពួកគេអាចចាប់ផ្ដើមគិតអំពីអាហារដែលមានផ្ទុកនៅសារជាតិចិញ្ចឹមនៅពេលដែលពួកគេបរិភោគក្រោយពេលរៀនចប់សិស្សនឹងមាន 1. វិជ្ជាសម្បទារៀបរាប់ពីសារជាតិចិញ្ចឹមសំខាន់ដែលត្រូវការពេលពេញវ័យរៀបរាប់ពីសារៈសំខាន់នៃការបរិភោគអាហារ 2. បំណិនសម្បទាបង្ហាញពីសារជាតិសំខាន់ដែលត្រូវការបរិភោគនៅពេលពេញវ័យកត់ត្រាពីប្រភេទអាហារដែលត្រូវបរិភោគប្រចាំថ្ងៃ 3. ចរិយាសម្បទាបណ្ដុះទម្លាប់បរិភោគឲ្យបានច្រើនក្រុមដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់វាពិតជាចាំបាច់ណាស់ក្នុងការបង្រៀនដល់សិស្សអំពីសារៈសំខាន់នៃការបរិភោគអាហារឲ្យបានគ្រប់គ្រាន់ដែលអាចឲ្យសិស្សយល់ដឹងនៅពេលដែលឆ្លងកាត់ពេលពេញវ័យនិងបម្រែបម្រួលផ្សេងប្រកបណាស់អំឡុងពេលពេញវ័យពួកគេនឹងលូតលាស់យ៉ាងឆាប់រហ័សហើយពួកគេត្រូវការបរិភោគឲ្យបានសមស្របទៅតាមតម្រូវការរាងកាយតើភាពពេញវ័យគឺជាអ្វីវាគឺជាវេលានៃការលូតលាស់យ៉ាងឆាប់រហ័សហើយកុមារនឹងមានបម្រែបម្រួលទាំងផ្លូវកាយនិងផ្លូវចិត្តសម្រាប់ក្មេងប្រុសឬក្មេងស្រីដែលមានអាយុចន្លោះពី10ឆ្នាំដល់14ឆ្នាំហេតុអ្វីបានជាការបរិភោគអាហារឲ្យបានគ្រប់គ្រាន់អំឡុងពេលពេញវ័យមានសារៈសំខាន់នៅពេលដែលសិស្សមានការលូតលាស់យ៉ាងឆាប់រហ័សពួកគេពិតជាត្រូវការបរិភោគអាហារដែលមានសារជាតិចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការច្រើនជាងមុនសិស្សានុសិស្សធ្លាប់បានសិក្សាអំពីមេរៀនសារជាតិចិញ្ចឹមនៅថ្នាក់ទី4សារជាតិចិញ្ចឹមត្រូវបានគេបែងចែកជា2ក្រុមគឺម៉ាក្រូនិងមីក្រូសារជាតិម៉ាក្រូមានន័យថាធំដូច្នេះយើងត្រូវការសារជាតិចិញ្ចឹមប្រភេទនេះក្នុងបរិមាណច្រើនសារជាតិទាំងនេះមានដូចជាកាបូអ៊ីដ្រាតប្រូតេអ៊ីននិងលីពីតមីក្រូមានន័យថាតូចដូច្នេះយើងត្រូវការសារជាតិទាំងនេះក្នុងបរិមាណតិចតួចប៉ុន្តែសារជាតិទាំងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើងមីក្រូសារជាតិមាន2ប្រភេទគឺវីតាមីននិងសារជាតិរ៉ែក្នុងមេរៀននេះសារជាតិសំខាន់ដែលត្រូវការចាំបាច់អំឡុងពេលពេញវ័យមានចំនួន3ដូចជាប្រូតេអ៊ីនស្ថិតនៅក្នុងម៉ាក្រូសារជាតិនិងសារជាតិចិញ្ចឹម2ទៀតគឺជាតិដែកនិងជាតិកាល់ស្យូមដែលស្ថិតនៅក្នុងមីក្រូសារជាតិតើនឹងមានអ្វីកើតឡើងនៅពេលដែលនរណាម្នាក់ខ្វះជាតិដែកនៅពេលដែលនរណាម្នាក់ខ្វះជាតិដែកវាអាចបង្កឲ្យមានភាពស្លេកស្លាំងដែលនាំឲ្យមានអារម្មណ៍ថាខ្សោយនិងអស់កម្លាំងហេតុអ្វីបានជាជាតិដែកមានសារៈសំខាន់ជាពិសេសអំឡុងពេលពេញវ័យសម្រាប់ក្មេងស្រីដែលមានវ័យជំទង់គឺត្រូវការជាតិដែកបន្ថែមដើម្បីបង្កើតគ្រាប់ឈាមក្រហមដែលបានបាត់បង់នៅពេលដែលពួកគេមានរដូវប្រចាំខែតើប្រភពអាហារដែលផ្ទុកជាតិដែកមានអ្វីខ្លះអាហារសម្បូរជាតិដែកមាន2ប្រភពទី1គឺបានមកពីសត្វដូចជាថ្លើមសត្វនិងសាច់ក្រហមប្រភពទី2គឺបានមកពីរុក្ខជាតិដូចជាបន្លែដែលមានពណ៌បៃតងចាស់ផ្លែឈើក្រៀមនិងគ្រាប់ធញ្ញជាតិមានជាតិប្រេងតើនឹងមានអ្វីកើតឡើងនៅពេលដែលនរណាម្នាក់ខ្វះជាតិកាល់ស្យូមនៅពេលដែលនរណាម្នាក់ខ្វះជាតិកាល់ស្យូមវានឹងធ្វើឲ្យឆ្អឹងមិនរឹងមាំនិងងាយបាក់ហើយនឹងបង្កទៅជាជំងឺពុកឆ្អឹងនាពេលអនាគតហេតុអ្វីបានជាជាតិកាល់ស្យូមមានសារៈសំខាន់ជាពិសេសអំឡុងពេលពេញវ័យជាតិកាល់ស្យូមជួយថែរក្សាព្រមទាំងធ្វើឲ្យឆ្អឹងនិងធ្មេញរឹងមាំហើយនឹងលូតលាស់បានល្អជាពិសេសជាតិកាល់ស្យូមអាចស្រូបយកនិងរក្សាទុកនៅក្នុងឆ្អឹងបានច្រើនបំផុតនៅអំឡុងពេលពេញវ័យវាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការស្រូបយកនិងរក្សាទុកជាតិកាល់ស្យូមនៅក្នុងឆ្អឹងឲ្យបានគ្រប់គ្រាន់នៅអំឡុងវ័យនេះដើម្បីជួយការពារនៃការវិវត្តទៅជាជំងឺពុកឆ្អឹងនាពេលអនាគតយើងគួរការពារពីជំងឺពុកឆ្អឹងចាប់តាំងពីវ័យក្មេងទៅក្រៅពីនេះលំហាត់ប្រាណក៏មានសារៈសំខាន់ផងដែរដើម្បីជួយឲ្យឆ្អឹងរឹងមាំតើប្រភពអាហារដែលផ្ទុកជាតិកាល់ស្យូមមានអ្វីខ្លះប្រភពអាហារចម្បងដែលផ្ទុកជាតិកាល់ស្យូមគឺទឹកដោះគោនិងផលិតផលដែលធ្វើពីទឹកដោះគោក្រៅពីប្រភពចម្បងនេះវាក៏មាននៅក្នុងត្រីល្អិតផ្កាខាត់ណាខៀវនិងសារាយសមុទ្រផងដែរតើ
នឹងមានអ្វីកើតឡើងនៅពេលដែលនរណាម្នាក់ខ្វះប្រូតេអ៊ីននៅពេលដែលនរណាម្នាក់ខ្វះប្រូតេអ៊ីនគឺអាចបណ្ដាលឲ្យមានការលូតលាស់មានភាពយឺតយ៉ាវនិងប្រើប្រាស់រយៈពេលយូរដើម្បីជាសះស្បើយពីជំងឺផ្សេងៗហេតុអ្វីបានជាប្រូតេអ៊ីនមានសារៈសំខាន់ជាពិសេសអំឡុងពេលពេញវ័យរាងកាយត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់វាជួយសាងសង់និងថែរក្សាឆ្អឹងសាច់ដុំនិងស្បែកវាក៏ជួយជួសជុលនៅសាច់ដុំនិងជាលិកាផងដែរអំឡុងពេលពេញវ័យរាងកាយមានការលូតលាស់យ៉ាងឆាប់រហ័សដូច្នេះយើងត្រូវការចាំបាច់បរិភោគអាហារដែលសម្បូរប្រូតេអ៊ីនដើម្បីការលូតលាស់ប្រកបទៅដោយសុខភាពល្អតើប្រភពអាហារផ្ទុកប្រូតេអ៊ីនមានអ្វីខ្លះអាហារសម្បូរជាតិប្រូតេអ៊ីនមាន2ប្រភពទី1គឺបានមកពីសត្វដូចជាសាច់ត្រីនិងស៊ុតប្រភពទី2គឺបានមកពីរុក្ខជាតិដូចជាសណ្តែកនិងផលិតផលធ្វើពីសណ្តែកដូច្នេះវាជាការប្រសើរប្រសិនបើយើងបរិភោគអាហារដែលចេញមកពីប្រភពទាំងពីរជាជាងពឹងផ្អែកលើអាហារតែមួយប្រភេទ